កម្ពុជាមានសន្តិភាពគឺសារៈសំខាន់បំផុតសន្តិភាពគឺជារបស់សំខាន់ណាជារបស់សំខាន់ណាសន្តិភាពគឺជាចំណុចចាប់ផ្ដើមសន្តិភាពគឺជាចំណុចចាប់ផ្ដើមសន្តិភាពគឺជាចំណុចដែលត្រូវការចាំបាច់ពិតប្រាកដដូច្នេះមិនមែនរឿងធម្មតាទេគឺពិតប្រាកដរឿងសន្តិភាពហ្នឹងដូច្នេះយើងក៏លេចមើលយើងមានសន្តិភាពនៅកម្ពុជាមិនចងល់ទេប្រជាជននៅក្រៅប្រទេសនិងក្នុងប្រទេសដឹងថាយើងមានសន្តិភាពហើយសន្តិភាពគឺពិតជាមានសារៈសំខាន់អរគុណសន្តិភាពវិបត្តិរបស់យើងបន្តមានក្រោយសន្តិភាពរីឯសន្តិភាពចាប់ពីឆ្នាំ98សន្តិភាពយកថ្ងៃ29ធ្នូគឺជារឿងប្រឌិតទេគឺជារឿងប្រឌិតដែលអ្នកកាន់អំណាចនេះគេតាក់តែងឡើងតែចង់គេតាក់តែងថ្ងៃណាខែណាឆ្នាំណាស្រេចតែគេតាក់តែងពីព្រោះគេកាន់អំណាចអ្នកកាន់អំណាចតែផលដែលវាមានសន្តិភាពនឹងទទួលស្គាល់ថាវាមានសន្តិភាពអញ្ចឹងឧទាហរណ៍ថាមតិរបស់អ្នកយកតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស$23 91អ្នកយកតាមរបស់ដែលគេប្រឌិតថ្មីថ្ងៃ29ធ្នូចង់យកអីយកទៅឲ្យតែវាមានសន្តិភាពមកហើយយើងត្រូវពិចារណាពីសន្តិភាពហ្នឹងសន្តិភាពគឺអត់សង្គ្រាមតែសន្តិភាពមិនបានសេចក្តីថាវាអត់មានការជិះជាន់ទេវាជាការពិតនៅពេលដែលប្រទេសអត់មានសង្គ្រាមគឺសំខាន់ណាស់តែវាមានបញ្ហាចំណោទដទៃទៀតដែលតាក់ទងនឹងអំពើជិះជាន់កម្ពុជាមានសន្តិភាពតែកម្ពុជាមានអំពើពុករលួយចាក់ឫសយ៉ាងជ្រៅតែកំពុងតែចាក់ឫសយ៉ាងជ្រៅកម្ពុជាមានវិបត្តិសម្បុកចោលដែលកម្ពុជាល្បីខាងទីតាំងសម្បុកចោលក្នុងអន្តរជាតិកម្ពុជាคล้ายទៅជាទីតាំងផលិតគ្រឿងញៀនកម្ពុជាមានជាតិពុលច្រើនកម្ពុជាក៏មានឃាតកម្មដែលគ្មានរកឃើញបន្តកើតឡើងកម្ពុជាមានការឆក់ប្លន់វាឆ្លើយតបនឹងសន្តិភាពដូចយើងក្រណាត់មួយបន្ទះមួយកៃអញ្ចឹងវាគុណភាពនៃសន្តិភាពក៏ដូចជាគុណភាពដែលយើងត្រូវដឹងសន្តិភាពមិនប្រកែកទេអរគុណសន្តិភាពតែវាពុករលួយខ្លាំងណាស់ចោលច្រើនណាស់គ្រឿងញៀនច្រើនណាស់ជាតិពុលក៏វាច្រើនឃាតកម្មក៏ដោះស្រាយមិនចាញ់ហើយការឆក់ប្លន់នៅតែមានគម្លាតច្រើនណាយើងអរគុណសន្តិភាពប៉ុន្តែអំពើពុករលួយសម្បុកចោលគ្រឿងញៀនគឺកើនឡើងធំឡើងអយុត្តិធម៌និងគ្មានសេរីភាពមូលដ្ឋានគឺតាំងតែងចាប់ដាក់គុកដាក់ច្បាប់ផ្ដល់អីក៏មិនមានយុត្តិធម៌ដែរគម្លាតវណ្ណៈវិសមភាពអ្នកមានដោយការកេងប្រវ័ញ្ចដោយបកពួកដោយវងតកូលដោយអំណាចរីឯអ្នកក្រនៅតែក្រនាំចាញ់តិចនាំចូលច្រើននេះគឺជាចំនួនចំណាក់ស្រុកហើយនឹងចំណូលទាបត្រូវទៅធ្វើការនៅបរទេសពីព្រោះចំណូលវាទាបនៅតែទាបចំណាយច្រើនសន្សំតិច social economic situation សង្គមសេដ្ឋកិច្ចវាអញ្ចឹងអរគុណសន្តិភាពប៉ុន្តែយើងមានចំណោទរាល់ថ្ងៃហើយចំណោទនេះត្រូវគេបិទមិនឲ្យនិយាយទេគេថាយើងញុះញង់គេប្រើពាក្យថាបដិវត្តពណ៌គេប្រើពាក្យថាជ្រុលនិយមទោះបីគេប្រើពាក្យអស់ហ្នឹងក៏ដោយអំពើពុករលួយសម្បុកចោលគ្រឿងញៀនប្រកែកអត់បានអយុត្តិធម៌គ្មានសេរីភាពមូលដ្ឋានប្រកែកមិនបានគឺការពិតគម្លាតវណ្ណៈវិសមភាពគឺវាប្រកែកអត់បានចំណាយច្រើនសន្សំតិចប្រកែកអត់បានអ្នកកសាងសន្តិភាពអ្នកអួតសន្តិភាពអួតបានតែប្រកែករឿងនេះមិនបានចំណាក់ស្រុកចំណូលទាបប្រកែកអត់បាននាំចាញ់តិចនាំចូលច្រើនប្រកែកអត់បានណាសន្តិភាពប៉ុន្តែគ្មានសមភាពគ្មានយុត្តិធម៌និងគ្មានសេរីភាពមូលដ្ឋានសន្តិភាពតែគ្មានសមភាពគ្មានយុត្តិធម៌គ្មានសេរីភាពមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធឆាប់ខូចខាតចរាចរណ៍អត់សណ្ដាប់ធ្នាប់ផលិតផលពិបាកលក់ចាញ់មិនចំណេញផលលាភសេដ្ឋកិច្ចបែងចែកមិនសមរម្យអ្នកមានមែនតើអ្នកក្រនៅតែក្រគ្មានការងារធ្វើនេះគឺជាអ្វីសន្តិភាពគ្មានសមភាពគ្មានយុត្តិធម៌គ្មានសេរីភាពមូលដ្ឋានកម្មសិទ្ធិឯកជនគ្មានការគាំពៀដោយច្បាប់សិទ្ធិសេរីភាពមូលដ្ឋានត្រូវបាត់ធនធានធម្មជាតិនិងរាយត្រូវកេងប្រវ័ញ្ចគុណតម្លៃគ្រួសារធ្លាក់ចុះការបន្តពូជនិងការអប់រំមានកម្រិតទាបនេះគឺជាអ្វីដែលយើងមិនប្រកែកទេរឿងសន្តិភាពណាយើងមិនប្រកែកទេរឿងសន្តិភាពយើងអត់ប្រកែកឡើយយើងអត់ប្រកែកឡើយរឿងសន្តិភាពយើងអត់ប្រកែកឡើយរឿងសន្តិភាពយើងអត់ប្រកែកឡើយរឿងសន្តិភាពយើងអរគុណសន្តិភាពប៉ុន្តែយើងក៏លេចមើលអរគុណសន្តិភាពប៉ុន្តែមិនអរគុណនឹងអំពើពុករលួយស៊ីជម្រៅទេអរគុណសន្តិភាពមិនអរគុណសម្បុកចោលពេញស្រុកទេអរគុណសន្តិភាពមិនអរគុណគ្រឿងញៀនទេអរគុណសន្តិភាពមិនអរគុណជាតិពុលទេអរគុណសន្តិភាពមិនអរគុណអយុត្តិធម៌លើឃាតកម្មទេអរគុណសន្តិភាពមិនអរគុណការឆក់ប្លន់ទេអរគុណសន្តិភាពមិនអរគុណពុករលួយសម្បុកចោលគ្រឿងញៀនមិនអរគុណអំពើអយុត្តិធម៌និងការបាត់សេរីភាពមូលដ្ឋាន
អរគុណសន្តិភាពតែមិនអរគុណការបែងចែកគម្លាតវណ្ណៈនិងវិសមភាពទេអរគុណសន្តិភាពមិនមែនអរគុណលក់អីវ៉ាន់មិនចាញ់ដឹកនាំចាញ់ទៅក្រៅប្រទេសមិនចាញ់នាំចូលមកស៊ីរបស់គេទេអរគុណសន្តិភាពតែមិនអរគុណចំណូលទាបចំណាក់ស្រុកទេអរគុណសន្តិភាពតែមិនអរគុណតែចំណាយចាយវាយកើនឡើងហើយអត់សន្សំបានទេអត់អរគុណទេអរគុណសន្តិភាពប៉ុន្តែបើវាគ្មានសមភាពគ្មានយុត្តិធម៌គ្មានសេរីភាពមូលដ្ឋានវាអត់សុបាយចិត្តអរគុណសន្តិភាពតែមិនអរគុណផ្លូវធ្វើខ្ចីលុយគេយកមកកសាងឆាប់ខូចដោយសារគ្មានសណ្ដាប់ធ្នាប់គ្មានការថែទាំអរគុណសន្តិភាពតែចរាចរណ៍អត់សណ្ដាប់ធ្នាប់គ្រោះថ្នាក់គ្រប់សពបែបយ៉ាងការគៀបសង្កត់ទៀមទាខុសនេះខុសនោះផាកពីនៃដោយអង្គើគៀបសង្កត់ពុករលួយអត់អរគុណទេអរគុណសន្តិភាពប៉ុន្តែនៅពេលផលិតផលផលិតហើយពិបាកលក់ចាញ់ហើយអត់ចំណេញខាតជាពាក់លុយគេអត់អរគុណទេផលលាភសេដ្ឋកិច្ចបែងចែកមិនសមរម្យអត់អរគុណទេអត់អរគុណទេអរគុណសន្តិភាពតែបើគ្មានការងារធ្វើអត់ដឹងអរគុណយ៉ាងម៉េចទេអរគុណសន្តិភាពតែកម្មសិទ្ធិឯកជនប្លង់30ឆ្នាំហើយអត់ទាន់មានប្លង់ដីត្រឹមត្រូវទេណាប្លង់កម្មសិទ្ធិអរគុណសន្តិភាពតែសេរីភាពមូលដ្ឋានត្រូវបាត់ព្រំដែនដឹងលឺមិនបានចាប់ដាក់គុកដាក់ច្បាប់និយាយអំពីកិច្ចព្រមព្រៀងក្រុងប៉ារីសក៏ចាប់គុកដាក់ច្បាប់ដែរណាអរគុណសន្តិភាពតែធម្មជាតិធនធានធម្មជាតិព្រៃឈើសត្វត្រីសាច់រ៉ែត្រូវកេងប្រវ័ញ្ចអរគុណសន្តិភាពតែគុណតម្លៃគ្រួសារធ្លាក់ចុះក្មេងពេលក្មេងយូកងបាត់ផ្សារពេញទឹកពេញដីដោយសារតែរាជការពុករលួយពីលើមកជិះជាន់ពីលើមកបាត់សិទ្ធិសេរីភាពពីលើមកមិនយកចិត្តទុកដាក់លើការអប់រំអរគុណសន្តិភាពតែការបន្តពូជហើយនឹងក្មេងទៅសាលារៀនចាញ់ពីសាលាមករកការងារធ្វើអត់បានពីសុំអីតែរៀនហ្នឹងក៏មិនចេះត្រឹមត្រូវដែរអញ្ចឹងនេះរឿងសន្តិភាពគឺត្រូវតែអរគុណណាគឺត្រូវតែអរគុណតែវាអត់អាចធ្វើឲ្យសេចក្តីសុខក្សេមក្សាន្តនិងសេចក្តីសង្ឃឹមសម្រាប់អនាគតរបស់ប្រជាជនមានយូរអង្វែងនិងមានជំនឿទេចង់ទូងស្គរដាក់បណ្ណាចង់ឈប់មួយអាទិត្យអរគុណសន្តិភាពម្ដងក៏អត់បញ្ហាដែរមិនមានទេគឺអរគុណសន្តិភាពបានចង់វាយស្លាកដាក់អរគុណសន្តិភាពគ្រប់ទីកន្លែងគ្រប់ផលិតផលគ្រប់វត្តអារាមគ្រប់ទីសាធារណៈចង់ផ្សាយតាមមីក្រូតាម speakers 24ម៉ោងមួយថ្ងៃក៏ដោយក៏អត់ចំទាស់ដែររឿងអរគុណសន្តិភាពគឺអរគុណបានប៉ុន្តែសន្តិភាពបើវាគ្មានសមភាពគ្មានយុត្តិធម៌និងសេរីភាពមូលដ្ឋានសន្តិភាពនឹងរស់បានតែគ្មានអនាគតបន្តពូជគ្មានសុភមង្គលទៅយូរទេអានោះអញ្ចឹងមិនប្រកែកឡើយរឿងសន្តិភាពហ្នឹងហើយបន្តមកទៀតរឿងដាក់ថ្ងៃណាចង់ដាក់ថ្ងៃណាក៏ដាក់ដែរមិនចាំបាច់តែ29ធ្នូទេចង់ដាក់ថ្ងៃទី32ធ្នូក៏បានដែរឬក៏ដាក់ថ្ងៃ35ធ្នូក៏បានដែរឬក៏លុបខែទាំងអស់ដាក់ថាសី51សី52សី53ក៏បានដែរដាក់អីក៏ដាក់ទៅកែអីក៏កែទៅតែវាអត់កែការពិតមួយការពិតតែប្រជាជនរស់គ្មានសមភាពគ្មានយុត្តិធម៌គ្មានសេរីភាពមូលដ្ឋាននិងគ្មានលទ្ធភាពទទួលបានផលលាភសេដ្ឋកិច្ចហើយគ្មានអនាគតក្នុងការបន្តពូជពងរបស់មនុស្សដែលជាប្រជាជននៅក្នុងប្រទេសមួយហ្នឹងត្រង់ហ្នឹងគឺជារឿងដែលត្រូវគិតតែបើមិនគិតក៏ហីទៅណាមិនគិតក៏ហីទៅពីព្រោះវាតែងតែមានជំរឿនអ្នកមិនគិតនិងមានជំរឿនអ្នកគិតគេអាចបំបត្តិមាត់មិនឲ្យនិយាយប៉ុន្តែខួរក្បាលគេអត់អាចទៅថ្ងៃមុខគេធ្វើ chip ហើយគេវះក្បាលដាក់ chip អាហ្នឹងរឿងផ្សេងណានៅពេលដែលគេអាចដាំ chip ក្នុងខួរក្បាលហើយគេបញ្ជាកុំឲ្យគិតអាហ្នឹងរឿងផ្សេងដូច្នេះរឿងហ្នឹងសន្តិភាពគឺអរគុណសន្តិភាពណាគឺអរគុណសន្តិភាពប៉ុន្តែបើអត់សន្តិភាពហ្នឹងវាអញ្ចឹងអាហ្នឹងគឺជារឿងមួយបាទជារឿងមួយដែលសុំឲ្យរាជការបើរាជការទទួលបានក៏ទទួលមិនបានបដិសេធសន្តិភាពទេអាហ្នឹងគឺជារឿងអញ្ចឹងណាបាទឥឡូវនេះឆ្លើយនឹងសំណួរប្រិយមិត្តណាភាគមុនហ្នឹងមិនបានឆ្លើយនឹងសំណួរប្រិយមិត្តមិនបានឆ្លើយនឹងសំណួរប្រិយមិត្តអញ្ចឹងនៅពេលដែលបារាំងអន្តរជាតិគេនិយាយហើយគេសួរឲ្យអ្នកបញ្ចេញយោបល់ណាគេសួរឲ្យអ្នកបញ្ចេញយោបល់រឿងសន្តិភាពហ្នឹងយោបល់ខុសៗគ្នាវាជារឿងធម្មតាបាទយោបល់ខុសៗគ្នាវាជារឿងធម្មតាយោបល់ខ្ញុំក៏មានការខុសគ្នាអញ្ចឹងខ្ញុំឆ្លើយនឹងប្រិយមិត្តតើខ្ញុំគួរដោះស្រាយជាមួយចិត្តច្រណែននិងអំនួតរបស់ខ្ញុំយ៉ាងម៉េចលោកតាមនុស្សខ្លះខ្ញុំច្រណែនមនុស្សខ្លះខ្ញុំអត់ច្រណែនទេពេលគេជោគជ័យខ្ញុំខឹងស្អប់ខ្លួនឯងណាស់មិនក៏កើតច្រណែនឬអំនួតពេលជោគជ័យរឿងហ្នឹងជារលកផ្លូវចិត្តណាចៅខុកគីវាជារលកផ្លូវចិត្តច្រណែនពីព្រោះប្រភពដើមនៃពាក្យច្រណែនគឺសង្ស័យប្រភពដើមនៃច្រណែនគឺសង្ស័យឬគល់នៃសង្ស័យគឺអត់ទទួលព័ត៌មានច្បាស់ឬគល់ដើមនៃច្រណែនគឺសង្ស័យប្រភពនៃសង្ស័យគឺទទួលព័ត៌មានមិនច្បាស់បន្តមកទៀតរឿងច្រណែន
cho nên cứ cắt mau pi sạch đây là nguồn ba là nguồn khăng còn rất này sạch đây là nguồn bao dương và khăng chấm nói nè đầu tiên họ thải dương miền này đi mà nè dương xả lánh nhá con dương xả lánh này đi mà nè chia cu cầm năn chia sang xa rồi có chia kẹt gì bảo dương xả lánh con nè dương xả lánh con nè xả lánh đó còn rất muối tại sạch đây gặp xả lánh vượt bốt chưa đi bầm bật bốt rồi hốt đó cao nơi sạch đây là nguồn muối để dương mình ai nâng giọt luôn dương nâng từ lăng nâng sạch đây xả lánh nâng bàn ô cứ dương xả lánh quát nó xả lánh bên trên quát xả lánh này đi mà nè nó xả lánh bên trên đây dương xả lánh rồi hốt đó dương ập ban bắt bong tầm lại luôn dương đó dương xả lánh quát bắt bong tầm lại luôn dương nè dương cả chật và chăn nè quát này chạy đấy quát thứ ấy cái đó còn dương chết tại xong say nè quát đời sải dương chặt đam off tầm lại luôn ai đó dương bắt bong nơi tầm lại xa ra sầm khăn bọc luôn dương dương tao không sạch đây xả lánh nhưng là hốt đó dương phật dương bị đây sạch đây phải chắn còn cá láng cho vô này đi nè đòi like mà dương dọc chất tốc đặt nâng tầm lại dương cứ chấm này đăng smart tiếp lại nha nè hai nâng chấm này đăng tiếp có sao ấy mà dương miên tầm lại nơi không luôn dương tôi bây dương sờ lạnh này đi nâng pana cái đó có dương đăng thay dương miên robot từ tét tiên này đi nâng ao sờ lạnh dương khơi một dương xa tại bà dương miên xa sầm khăn khăm xa rồi còn nọt trọt nông luôn dương mìnhประจันประพนយើងខ្លាំងពេកទេពីព្រោះយើងស្គាល់តម្លៃយើងមានទម្ងន់ណាយើងមានទម្ងន់របស់យើងបានវាថ្លឹងចិញ្ចីហ្នឹងវាមានតលយៈភាពណាចៅអាហ្នឹងរឿងប្រច័នគឺចំណែនណាបន្តមកទៀតរឿងមានបានណាចឹងណានៅពេលដែលយើងចំណែននឹងការមានបានឬជោគជ័យរបស់អ្នកដទៃក៏ឬគល់មកពីយើងខ្វះព័ត៌មានហើយយើងសង្ស័យគឺយើងអត់ជឿលើចំណេះដឹងនឹងសមត្ថភាពរបស់យើងបាត់បង់ជំនឿហ្នឹងទៅយើងចំណាយនឹងគេណាកូនណាយើងចំណាយនឹងគេហើយបើសិនជាយើងអាចកសាងនៅស្មារតីជំនឿលើខ្លួនយើងបានច្រើនសួស្ដីបងប្អូននេះគាត់មកនេះហ្នឹងគឺយើងអត់សូវចំណាយនឹងគេទេកូនអាហ្នឹងជាការថ្លឹងដូចជីងអញ្ចឹងណាចៅអូខេហ្នឹងរឿងចំណាយហើយរឿងស្អប់គេគឺមកពីខ្វះព័ត៌មានដូចជនស្បែកសខ្លះគាត់ស្អប់ជនស្បែកខ្មៅដោយសារគាត់អត់ទទួលបានថាជនស្បែកខ្មៅមានផ្នត់គំនិតយ៉ាងម៉េចអាមេរិកកាំងអត់ដែលស្អប់ខ្មែរទេណាចង់ប្រកាសទៅណាក៏អាមេរិកកាំងវាអត់ស្អប់ដែរពីព្រោះអាមេរិកកាំងវាយកចិត្តទុកដាក់ទៅលើចំណេញបើមិនចំណេញវាអត់យកខួរក្បាលវាមកគិតទេចំណែកចិនថ្ងៃណាក៏វាអួតដាក់អាមេរិកកាំងដែរពីព្រោះវាចំណែងនឹងអាមេរិកកាំងវាខំប្រឹងអួតថ្ងៃណាក៏វាអួតដែរដោយសារតែវាយល់ថាខ្លួនវានឹងអន់ជាងគេបានជាវាអួតរហូតអត់ឈប់ចំណែកឯហ៊ុនសែនគាត់ខំប្រឹងស្ទូងស្គរអា David អាបៃតាសន្តិភាពអាសាតូសន្តិភាពអីអរគុណថាគាត់ខំទូងស្គរហ្នឹងពីព្រោះគាត់ដឹងច្បាស់ថាអាសន្តិភាពរបស់គាត់ហ្នឹងកាក្រិចចុយមកហើយកាក្រិចគាត់បាញ់ទឹកអប់មួយថ្ងៃ24ដងក៏គាត់ដឹងថាវាស្អុយបានជាគាត់ត្រូវតែបំបត្តិមាត់អ្នកដតីឲ្យអ្នកដតីហ្នឹងលើកតម្កើងអាសន្តិភាពរបស់គាត់ហ្នឹងមកអំពីគាត់ខ្វះព័ត៌មានហើយខ្ញុំពេលរាប់អានគាត់ខ្ញុំតែងតែប្រាប់គាត់ថាលោកបងគ្រប់គ្រាន់ណាស់អាហ្នឹងលោកបងកសាងមរតកលោកបងតែមិនមែនកសាងប្រជាពិធដ្ឋទេធាត់គាត់រឿងហ៊ុនសែនគឺដោយសារហ៊ុនសែនមិនទុកចិត្តសាវតាខ្លួនសរសេរសភៅបោះពុំដោយហ៊ុនសែនអត់ទុកចិត្តកើតអាសន្តិភាព29ធ្នូនេះមកពីអីមកពីវាមិនទុកចិត្តអ្នកណាមិនទុកចិត្តគឺហ៊ុនសែនក៏អត់ទុកចិត្តអារបស់គាត់ធ្វើហ្នឹងហើយចុះខ្ញុំខាងពួកសំរងស៊ីចោទប្រកាន់តែខ្ញុំលួចប្រពន្ធគេណាកថាហ៊ុនសែនចោទតែខ្ញុំលួចប្រពន្ធគេខ្ញុំមានដើរតែនិយាយប្រាប់អ្នកណាថាប្រពន្ធខ្ញុំហើយខ្ញុំហ្នឹងយ៉ាងម៉េចខ្ញុំចាំបាច់និយាយអីពីព្រោះខ្ញុំទុកចិត្តនៅពេលដែលពួកបីព្រាយបីសាជេរបចោប្រពន្ធខ្ញុំហែកហួរប្រពន្ធខ្ញុំឲ្យយើងពីអ្នកដៃពន្ធបែកបាក់គ្នាខ្ញុំមានជំនឿទុកចិត្តថាបើសិនជាខ្ញុំពីអ្នកដៃពន្ធបែកបាក់គ្នាក៏ខ្ញុំមិនមានអីអត់ពុតចិត្តនិស័យប្រពន្ធខ្ញុំធ្វើម៉េចគាត់ឃ្លោងគាត់ជឿថាគេជេរប្តីច្រើនពេកវាអាប់មុខមាត់គាត់ត្រូវចាក់ចែងពីប្តីគាត់អញ្ចឹងកុំឲ្យទោមនោះហើយកុំឲ្យខឹងសម្បាហើយកុំឲ្យតវ៉ាពីព្រោះធ្វើម៉េចដៃគូយើងវាអត់ត្រូវគ្នាដូចរកស៊ីជាមួយគ្នាអញ្ចឹងបើភាគហ៊ុនវាឃ្លោងគេចែកភាគហ៊ុនចាញ់ទៅដល់ពេលខ្ញុំមានជំនឿលើខ្លួនខ្ញុំអញ្ចឹងវាអត់មានអ្នកណាមួយមកធ្វើឲ្យខ្ញុំកង្វល់បានទេសូម្បីតែខ្ញុំកើតមហារាជបើប្រពន្ធខ្ញុំសុំលែងខ្ញុំអត់មានខឹងទេត្រូវតែឲ្យលែងពីព្រោះគាត់យល់ឃើញថាខ្ញុំជាបន្ទុកអញ្ចឹងបើយើងស្រឡាញ់គាត់គឺត្រូវបំពេញចិត្តគាត់យើងអស់កម្មអស់ពៀនឹងគ្នាហ្នឹងមកពីអីមកពីខ្ញុំជឿលើខ្លួនខ្ញុំណាខ្ញុំជឿលើខ្លួនខ្ញុំរីឯភរិយាខ្ញុំគាត់ជឿលើខ្លួនគាត់លោកហ៊ុនសែនគាត់អត់ជឿលើអ្វីដែលគាត់តាក់តែងឡើងអាជីវិត
ទៅស្វែងរកការតស៊ូជាតិរបស់គាត់ថតកង់ហើយគាត់ប្រចាំងហើយគាត់ដឹងថាមនុស្សប្រមាណលានអ្នកមើលកង់គាត់អាសភៅដែលគាត់បោះពុំផ្សាយគាត់ដឹងថាគេអានឬទេអាអរគុណសន្តិភាពដាក់ស្លាកគ្រប់កន្លែងគាត់ដឹងថាតើក្នុងខួរក្បាលមនុស្សហ្នឹងគិតយ៉ាងម៉េចឥឡូវអា29ធ្នូនេះក៏គាត់ដឹងខ្លួនគាត់ដឹងខ្លួនគាត់ហើយនៅពេលដែលគាត់ដឹងខ្លួនគាត់ហ្នឹងគាត់ខំធ្វើរងថ្ងៃមិនបានគាត់ខំម្លេះពីព្រោះគាត់ដឹងថាដៃគាត់វាតោងអត់ជាប់នៅក្នុងប្រវត្តិសាស្ត្រវាតោងអត់ជាប់វាមានធុរៈណាមួយវាលបោតណាប្រៀបបាននឹងដៃគាត់លាបប្រេងម៉ាស៊ីនគាត់តោងឡើងសសរមួយគាត់តោងឡើងវាល្អចុះមកឬក៏អារម្មណ៍របស់គាត់ហ្នឹងមិនទុកចិត្តអញ្ចឹងចម្លើយឆ្លើយទៅចៅវិញថាសេចក្តីចំណែនសេចក្តីខឹងហ្នឹងវាកើតមកពីការសង្ស័យទី2វាកើតមកពីសេចក្តីល្ងងទី3ចម្លើយឆ្លើយថាបើចង់ឲ្យកាត់បន្ថយសេចក្តីចំណែនសេចក្តីចំណែនគឺត្រូវតែកសាងខ្លួនណាកូនណាចម្លើយប៉ុណ្ណឹងកសាងខ្លួនអូខេមានតែការកសាងខ្លួនយើងទេណាលោកហ៊ុនសែនគាត់ខំប្រឹងចាប់គេដាក់គុកពីព្រោះគាត់ចេះតែរអើលខ្នងណាលោកហ៊ុនម៉ាណែតគាត់ខំប្រឹងចាប់ក្បាលម៉ៃក្រូហ្វូនឌៀមដាមឲ្យពួក Facebook ពីព្រោះគាត់អត់អីនិយាយគាត់រៀនជាប់បរិញ្ញាបត្របណ្ឌិតប៉ុន្តែក៏អត់មានអីនិយាយនៅពេលលោកហ៊ុនម៉ាណែតចាប់ក្បាលម៉ៃក្រូហ្វូនគាត់ធ្វើត្រាប់តាមឪពុកគាត់រហូតតាំងពីលើកដៃតាំងពីសម្ដីតាំងពីទម្ងន់តាំងពីតង់របស់គាត់អាថូនរបស់គាត់ធ្វើតាមពុកគាត់ទាំងអស់មានន័យថាគាត់អត់មានចំណេះដឹងក្នុងការនិយាយស្ដីខ្លួនឯងទេ He doesn't have a public speaking skill which he learned from school and he developed his own skill he imitate after his father ណាហើយគាត់ធ្វើតាមឪពុកគាត់រៀនតាមឪពុកគាត់ឌៀមដាមឌឺដងជាមួយនឹងពួកសម្រាមដូចខ្ញុំអីគាត់រៀនបានបញ្ញាបត្របណ្ឌិតប៉ុន្តែ he cannot go above level that his father did គាត់នៅក្នុងហ្នឹងណាហើយពេលគាត់ជួបបញ្ហាគាត់នឹកឃើញអំពើហិង្សានឹកឃើញការចាក់ចងដូចគ្នាគាត់មិនប្រើ public administration skill ទេគាត់អត់ follow the theory of public administration ទេគាត់ follow theory of dictatorship ទៅតាមគេហៅថា black book of dictatorship មកពីអីមកពីគាត់អត់អាចនឹងកសាងបាននៅគេហៅថាទេពកោសល្យរបស់ខ្លួនគាត់ I wish him good luck ខ្ញុំជឿថាថ្ងៃមុខលោកហ៊ុនម៉ាណែតអាចនឹង create សូម្បីតែផ្ទាំង background គាត់និយាយខ្ញុំថាដូរទៅHunter Green ហើយនឹង yellow lettering ហ្នឹងក៏អត់ឆ្លើយទេមានន័យថាសូម្បីតែវេទិកាដែលគាត់និយាយហ្នឹងក៏យកតាមឪពុកគាត់ដែរមានន័យថាក៏អត់កែបានទេបច្ចុប្បន្នសង្ឃឹមថាទៅមុខក៏កែបានឧទាហរណ៍ទេណាឧទាហរណ៍ទេបងប្អូនមើលណាអានេះbackground stage នេះតាំងពីពុកគាត់រហូតដល់ឥឡូវអត់ដូរទេ He is a new prime minister but he follow every piece that his father did he doesn't have any new idea អត់មានទេឃើញទេបងប្អូនឃើញអត់មានទេក៏អត់ដូរបានទេ same I wrote to him that he should change his stage his set តាំងពីកាមេរ៉ាអីហើយយើងទៅមើល fresh news create news after Hun Manet the prime minister who create news in the same format that fresh news created for former prime minister Hun Sen creating the same format ឧទាហរណ៍ fresh news ឧទាហរណ៍ okay okay ឧទាហរណ៍ fresh news ណា fresh news បង្កើត news format ណាបង្កើត news format ឃើញទេប្រសាសន៍សំខាន់របស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតក្នុងឱកាស outline every single piece of news creation by fresh news follow the same format ដែល fresh news ធ្វើឲ្យលោកហ៊ុនសែន same format អត់មានដូរទេមានន័យថាជិត2ឆ្នាំហើយដែលលោកហ៊ុនម៉ាណែតឡើងធ្វើជានាយករដ្ឋមន្ត្រី
he cannot create his leadership trademark គឺគាត់អត់អាចបង្កើតការដឹកនាំរបស់គាត់បានទេ remember he's a PhD holder បរិញ្ញាបត្របណ្ឌិតមិនមែនមានន័យថាលោកហ៊ុនម៉ាណែតអត់ចេះទេចង់និយាយថាមកដល់ពេលនេះជិត2ឆ្នាំហើយអត់បង្កើតបានភាពដឹកនាំរបស់ខ្លួនទេ cannot do it yet សង្ឃឹមថាលោកហ៊ុនម៉ាណែតនឹងអាចធ្វើបានដល់តនេះសូម្បីតែវេទិកាអត់ដូរពណ៌ផងអត់ដូរពណ៌ផងណែ observation របស់ខ្ញុំជួយលោកហ៊ុនម៉ាណែតណា observation របស់ខ្ញុំការសង្កេតរបស់ខ្ញុំជួយលោកហ៊ុនម៉ាណែតទេប៉ុន្តែលោកហ៊ុនម៉ាណែតគាត់ស្ដាប់ឮគាត់ចាត់ទុកថាជាការវាយប្រហារទៅលើគាត់មែនទេណា he doesn't have his own leadership he doesn't have his own trademark បងប្អូនណាពេលខ្ញុំរៀបការជាមួយភរិយាខ្ញុំនិយាយលេងបន្តិចខ្ញុំពេលហ្នឹងភរិយាខ្ញុំគាត់មានមុខរបរដែលពាក់កណ្ដាលជាចំណែកបងគាត់ចំណែកគាត់ពាក់កណ្ដាលមុខរបរហ្នឹងចំណែកបងគាត់ពាក់កណ្ដាលពេលហ្នឹងយើងអត់ទាន់បានផ្លាស់ប្ដូរឈ្មោះក្រុមហ៊ុនទេមុខរបររបស់ប្រពន្ធខ្ញុំអត់មានចំណែកទេពេលហ្នឹងគឺ 50% ប្រពន្ធខ្ញុំ 50% បងស្រីគាត់ពេលហ្នឹងប្រពន្ធខ្ញុំយកខ្ញុំចូលទៅធ្វើការយកខ្ញុំចូលទៅជួយកិច្ចការនៅក្នុងក្រុមហ៊ុនក្នុងនាមជា employee អ្នកធ្វើការខ្ញុំទៅដល់ខ្ញុំបានធ្វើល្មើសមួយខ្ញុំបានធ្វើកំហុសមួយដែលខ្ញុំប្រកាសទទួលស្គាល់ថាជាកំហុសរបស់ខ្ញុំគឺខ្ញុំទៅដល់ខ្ញុំ reorganize business functioning ខ្ញុំចូលទៅភ្លាមខ្ញុំ reorganize business ភ្លាម reorganize យ៉ាងម៉េច how to make sale how to staff shall organize merchandising how to take accountability inventory អីខ្ញុំ reorganize មិនមែនការសើរើកិច្ចការរកស៊ីហ្នឹងទាំងអស់ទេគឺធ្វើមួយមុខប៉ុន្តែខ្ញុំចាប់ផ្ដើម start reorganizing បង្កើតបញ្ជីបង្កើតកំណត់ហេតុបង្កើតសារពើភ័ណ្ឌអីខ្ញុំចាប់ដើមធ្វើពេលដែលខ្ញុំចាប់ដើមធ្វើហ្នឹងក៏ខ្ញុំប៉ះពាល់ចិត្តរបស់បងខ្ញុំវាទាំងកិច្ចចិត្តបងខ្ញុំនៅពេលហ្នឹងខ្ញុំ I thought that what I did will enhance the organization and management of business ខ្ញុំគិតថាអ្វីដែលខ្ញុំធ្វើគឺគោលដៅគឺធ្វើឲ្យការរកស៊ីហ្នឹងវាងាយស្រួលឡើងហើយវារឹតតែមានតម្លាភាពនិងគណនេយ្យភាពនិងប្រសិទ្ធភាពតែបងខ្ញុំគាត់ប៉ះទង្គិចផ្លូវចិត្តគាត់យ៉ាងម៉េចវាមិនឯងចូលមកហ្នឹងកែស្អីចឹងហើយខ្ញុំអត់បានដឹងរឿងហ្នឹងទេនេះគឺជាកំហុសរបស់ខ្ញុំនេះគឺ mistakes to my elder នៅក្នុងភ្នែករបស់គាត់ I become disrespectful មានន័យថាខ្ញុំខ្វះការគោរពតែខ្ញុំទៅកែប្រែរបស់ហ្នឹងតែមិនមែនការកែប្រែហ្នឹងខ្ញុំអត់ប្រាប់គាត់ទេខ្ញុំប្រាប់គាត់ក៏អត់ថាអីទេតែវាប៉ះទង្គិចផ្លូវចិត្តគាត់ដល់ថ្ងៃមួយគាត់និយាយប្រាប់ខ្ញុំគាត់ថាមកកកកកាយកិច្ចការដែលគាត់មានហើយទើបខ្ញុំដឹងថាខ្ញុំនឹងវាខុសមានន័យថាម៉េចអា reorganization ហ្នឹងវាប៉ះទង្គិចផ្លូវចិត្តគាត់វា touching their feeling ហើយខ្ញុំទទួលស្គាល់ថាជាកំហុសចុះមិនបានខ្ញុំធ្វើកិច្ចការហ្នឹង because I became one of the manager បងខ្ញុំគាត់អត់លក់ដូរណាគាត់មានភាគហ៊ុនក្នុងក្រុមហ៊ុនតែគាត់មិនបានមកលក់ដូរប្រចាំថ្ងៃទេអា daily business function ហ្នឹងគឺខ្ញុំមួយប្រពន្ធខ្ញុំអញ្ចឹងខ្ញុំ reorganize in approach of making it effective and efficient ហើយវាមាន increase of accountability in order to take control of expenditures តែបងខ្ញុំគាត់ប៉ះទង្គិចចិត្តខ្ញុំក៏ត្រូវតែសុំទោសគាត់ថាគាត់ជាតកែក្រុមហ៊ុនរឿងអីយើងតែមិនមែនតកែធ្វើណាតែហ្នឹងមួយឃើញទេហ្នឹងមកពីអីអាហ្នឹងហើយគឺយើងធ្វើអីក៏ដោយតែតែងតែប៉ះទង្គិចផ្លូវចិត្តអ្នកដទៃហើយមិនណែដូចគ្នា if he want to become an effective leader he has to build his own brand បើចង់ឲ្យខ្លាយទៅជាមេដឹកនាំចំណានវាទាល់តែកសាង brand របស់ខ្លួនកសាងនៅការដឹកនាំរបស់ខ្លួនរយៈកាលកន្លងមកជិត2ឆ្នាំហើយ he cannot do it yet សង្ឃឹម hopefully that he can do one day ណានៅពេលដែលសសុខាចូលទៅមហាផ្ទៃ the guy wanted to reorganize the Ministry of Interior ត្រូវបានគេវាយក្តាំងភ្លាមពេកនៅពេលដែលទាសីហាចូលទៅក្រសួងការពារជាតិទាសីហាអត់កែប្រែទាសីហារស់
សពអត់មានអាណាវាយទាស្អីហ่าគេវាយសសុខាប៉ាំងប៉ាំងឃើញទេឃើញនៅមានន័យថា mentality នៅក្នុងរាជការខ្មែររាជការដែលហៅថាកម្ពុជាគឺអត់កែបានទេគឺជាប់ផុងហ្មងវាអត់មាន reorganization កើតទេអត់មានការកែតម្រង់រចនាសម្ព័ន្ធទេនឹងអញ្ចឹងណាបងប្អូននឹងជាចំណុចអញ្ចឹងហើយខ្ញុំនេះអត់រស់នៅជាមួយគេបានស្រួលទេពីព្រោះខ្ញុំជាមនុស្សរើសរុះ I reorganize សំបីតែទូសភៅខ្ញុំហ្នឹងក្នុងមួយឆ្នាំខ្ញុំរើចុះរើឡើងនៅប្រហែលដងហើយទេអូខេហើយដារាវីអាហ្នឹងអញ្ចឹងណាគេដេកប្រពន្ធខ្ញុំក៏ប្រពន្ធខ្ញុំគាត់ម្ដងរើដាក់នេះម្ដងបែកក្បាលទៅនេះម្ដងបែកក្បាលទៅនោះយើងប្តីប្រពន្ធនេះជាមនុស្សចូលចិត្តរើរុះចូលចិត្ត reorganize ណាហើយយើងឃើញថាការរើរុះរបស់យើងហ្នឹងវាធ្វើឲ្យយើងរស់ដល់សប្តាហ៍ណាវាធ្វើឲ្យយើងរស់ដល់សប្តាហ៍ដូចជាការរកស៊ីចឹងបើកុំតែរើរុះហ្នឹងខ្ញុំប្រាប់ទៅក្រោយពីរៀបការគ្នាបាន5ឆ្នាំមុខរបរខ្ញុំត្រូវដួលរលំហើយក្រោយពីយើងបានទិញយកភាគហ៊ុនរបស់បងយើងហើយយើងកែប្រែក្រុមហ៊ុនយើងមកកែឈ្មោះកែអីយកមករកស៊ីបន្តរយៈកាល17 18ឆ្នាំនេះបាន5ឆ្នាំយើងត្រូវដួលហើយពីព្រោះនៅពេលដែលយើងចាប់ដើម take over ចាប់ដើមរៀបយើងយកមករកស៊ីចំឆ្នាំ2000បាន2ឆ្នាំយើងបាន1ឆ្នាំជាងយើងចូលដល់2008វិបត្តិហិរញ្ញវត្ថុកើតឡើងផ្សារភាគហ៊ុនរលំការរកស៊ីអស់លីងពីខ្លួនពីព្រោះយើងចាប់ដៃនេះរកស៊ីពីអ្នកដៃប្រពន្ធចំពេលដែលផ្សារភាគហ៊ុនដាំក្បាលចុះ2008ណាវាដាំក្បាលចុះអញ្ចឹងក្នុងរយៈពេល17ឆ្នាំកន្លងមកយើងប្រហែលជាអាលុំនៅក្នុងឆ្នាំ2009 2010យើងត្រូវអាលុំណាតែដោយសារយើង reorganize យើងកែប្រែទៅយើងអត់អាលុំហើយចុះងាកទៅរាជការហ៊ុនម៉ាណែតវិញឥឡូវ7 ឆ្នាំអត់មាន reorganization ទេអត់មានការកែប្រែរចនាសម្ព័ន្ធទេបើអត់កែប្រែណាសួរថាអាលុំទេថ្ងៃមុខវាមិនបានជោគជ័យទេអូរយៈកាលកន្លងមកលោកហ៊ុនសែនបានជោគជ័យពីព្រោះយុគសម័យហ្នឹងជាយុគសម័យសង្គ្រាមត្រជាក់ដល់បានទេវាសេះសល់សង្គ្រាមត្រជាក់ក្នុងពិភពលោកវាចប់ឆ្នាំ91ឆ្នាំ93លោកហ៊ុនសែនកាងយកអំណាចបានរហូតមកតែអាហ្នឹងវាជាចំហាយនៃសង្គ្រាមត្រជាក់វាជា left over of Cold War តែលោកហ៊ុនម៉ាណែតសប្តាហ៍នេះចូលធ្វើនាយករដ្ឋមន្ត្រីគឺនៅក្នុងយុគសម័យartificial intelligence period គឺលោកហ៊ុនម៉ាណែតធ្វើនាយករដ្ឋមន្ត្រីក្នុងយុគសម័យណាក្នុងយុគសម័យ AI បងប្អូនណាវិធីសាស្ត្រក្នុងការដឹកនាំប្រទេសរបៀបហ៊ុនសែនហួសសម័យហើយទោះបីខ្មែរល្ងងប៉ុណ្ណាក៏ដោយក៏វាហួសសម័យដែរបើសិនណាជាចង់ក្តាប់សភាពការដូចហ៊ុនសែនវាតលតែហៅចិនមកបិទស្រុកខ្មែរបិទដូចគេបិទស្រុកចិនអញ្ចឹងតែសប្តាហ៍នេះបិទខ្លះហើយយល់ឃើញថាបិទអញ្ចឹងវាល្អណាសប្តាហ៍លោកហ៊ុនសែនយល់ថាការបិទសិទ្ធិសេរីភាពនៅប្រទេសកម្ពុជាគឺជាគាត់យល់ថាពុំហ្នឹងប្រើត្រឹមត្រូវអត់ទេសម័យ AI ហើយស៊ីជីនពីនទទួលបញ្ហាសប្តាហ៍មិនមែនដោយសារបរទេសទេគឺដោយសារស៊ីជីនពីនគាត់កាច់ចង្កូតប្រទេសចិនឲ្យដើរផ្លូវចាស់ណាអាហ្នឹងអញ្ចឹងអតិពលសង្គ្រាមត្រជាក់វាចប់ហើយលោកការដឹកនាំរបស់លោកហ៊ុនម៉ាណែតចូលទៅដល់យុគសម័យ AI ដែលយើងប្រើពាក្យថា digital age គេហៅថាសម័យកាល digital ណាអាហ្នឹងអញ្ចឹងអរគុណសន្តិភាពខ្ញុំវិលត្រឡប់មកជួបប្រិយមិត្ត3នាទីទៀតជម្រាបលា